ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel YouTube ខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមកធ្វើការសម្រាយសាច់រឿង anime ថ្មីមួយដែលមានចំណងជើងថា Bungo Stray Dog ហើយក្នុងរឿងនោះគឺនិយាយអំពីតួអង្គ Atsushi ដែលខ្លួនគឺមានសមត្ថភាពនៅក្នុងការប្រែខ្លួនទៅជាសត្វខ្លាហើយក៏បានចូលរួមនៅក្នុងការស៊ើបអង្កេតជាមួយនឹងក្រុមមនុស្សដែលមានសមត្ថភាពប្រែក្លាយខ្លួននឹងការប្រើប្រាស់ power ផ្សេងៗដែរតើកុំឲ្យខាត់ពេលយូរមកស្ដាប់ admin សម្រាប់ episode ទី1នៃ Bungo Stray Dog ទាំងអស់គ្នាសម្រាប់សាច់រឿងមកយើងគឺឃើញមានតួអង្គម្នាក់ដែលមានឈ្មោះថា Atsushi ជាតួអង្គឯកនៅក្នុងរឿងនេះនោះគេកំពុងតែដេកយ៉ាងអស់សង្ឃឹមនៅលើច្រាំងនឹងតែគេនឹងគឺអត់មានកន្លែងទៅទេមួយសន្ទុះក្រោយមកគេក៏បានឃើញជើងពីរដែលនៅក្នុងទឹកហើយដែលឡើងមកលើនឹងឃើញដូច្នោះគេក៏បានចុះទៅជួយតាមពិតបរិមម្នាក់នោះនឹងគឺមានចិត្តសម្រាប់ខ្លួនហើយបរិដែលចង់សម្រាប់ខ្លួននឹងគឺមានឈ្មោះថាដាសៃពេលនោះគេក៏បាននិយាយគ្នាបានមួយសន្ទុះក្រោយមកយើងក៏ឃើញមានតួអង្គឯកម្នាក់ទៀតដែលមានឈ្មោះថាគូនីគីដាឃើញគូនីគីដាកំពុងតែហៅគេដាសៃក៏មានចិត្តមួយចង់បបួលAtsushi នឹងទៅញ៉ាំអីជាមួយនឹងគេហេតុថាកាបូបលុយរបស់គេនឹងបានធ្លាក់ចូលទឹកនៅពេលដែលគេចង់សម្រាប់ខ្លួននោះបាត់ទៅហើយពេលនោះគូនីគីដាក៏បានស្រែកដាក់ដាសៃហើយពេលនោះហើយបាន Atsushi នឹងស្គាល់ឈ្មោះអ្នកដែលគេបានជួយនឹងមានឈ្មោះថាដាសៃក៏ចូលមកដល់ហាងបាយវិញ Atsushi ពេលនោះគឺគេញ៉ាំអាហារបានយ៉ាងច្រើនដោយសារតែគេនឹងចិត្តដាច់ពោះបាត់ទៅហើយប្រហែលថ្ងៃនេះកំពុងញ៉ាំនោះ Atsushi ក៏បានសួរនាំអ្នកទាំងពីរនឹងហើយក៏បានដឹងថាដាសៃជាមួយនឹងគូនីគីដានឹងគឺជាប៉ូលីសស៊ើបអង្កេតឯកជនមួយទាំងពីរនឹងក៏បានសួរនាំមកកាន់ Atsushi វិញដែរហើយក៏បានសួរគេថាមានដឹងឬក៏ឮរឿងអ្វីប្លែកៗដែរឬទេប្រហែលថ្ងៃហ្នឹងហើយគូនីគីដាក៏បានលើករឿងថាមានសត្វខ្លាមួយដែលកំពុងតែស្ថិតនៅទីក្រុងមួយនេះដោយសារតែរឿងនេះគឺជារឿងដែលពួកគេកំពុងតែស៊ើបអង្កេតហើយ Atsushi គ្រាន់តែលើដូចនេះភ្លាមគេមានការផិតភ័យជាខ្លាំងដោយសារតែគេនឹងគឺធ្លាប់ឮហើយធ្លាប់ឃើញនៅសត្វខ្លាមួយនេះទៀតផងសារតែសត្វខ្លានេះតែងតែមកតាមគេហើយតាមគេតាំងពីមណ្ឌលកំព្រាមកម្ល៉េះដោយសារតែសត្វខ្លានឹងវាមករញ៉េរញ៉ៃនៅមណ្ឌលក្មេងកំព្រានេះហើយដែលធ្វើឲ្យ Atsushi នឹងត្រូវបានគេដេញចេញពីមណ្ឌលកំព្រាដោយហេតុថាមណ្ឌលកំព្រានេះបានខ្សែធនទៅហើយដែលធ្វើឲ្យ Atsushi នឹងគ្មានកន្លែងនៅសូម្បីតែអាហារនឹងក៏គ្មានហូបចុកដែរធ្វើឲ្យ Atsushi នឹងដើរតែដូចជាដើមរឿងចឹង Atsushi ដោយលឺគូនីគីដារំលឹកអំពីរឿងសត្វខ្លានេះហើយគេប្រងនឹងរត់ទៅហើយប៉ុន្តែគូនីគីដាក៏បានចាប់គេវិញដោយគិតថា Atsushi នឹងមើលទៅចម្លែកពេកមើលទៅដឹងតែមានរឿងលាក់បាំងហ្មងពេលនោះគូនីគីដាក៏បានសួរទៅកាន់ Atsushi ថាមានបានស្គាល់ខ្លាស៊ីមនុស្សនោះដែរឬទេហើយពេលនោះ Atsushi ក៏បាននិយាយថាពួកគេទាំងអស់គ្នានឹងមិនអាចយកឈ្នះទៅលើសត្វខ្លានោះបានទេព្រោះវានឹងតាមគេរហូតមកដល់ឥឡូវនឹងហើយពេលនោះ Atsushi ក៏ព្រមឆ្លើយប្រៀបរាប់ហេតុការណ៍ដែលបានកើតឡើងនោះទៅកាន់ Dasai ជាមួយនឹង Kunikida Dasai ក៏បានសួរទៅកាន់ Atsushi វិញថាគេនឹងឃើញខ្លាចុងក្រោយនៅពេលណាហើយ Atsushi ក៏បានឆ្លើយថារយៈពេលមុននឹងគេគឺបានធ្វើដំណើរកាត់ Tsurumi Atsushi ក៏បន្តទៀតថាគេតែងតែឃើញសត្វខ្លានៅចុងកន្ទុយភ្នែកគេរហូតហើយវាកើតឡើងតាំងពីអាទិត្យមុនតាំងពីមុនពេលគេបណ្ដេញចេញពីមណ្ឌលកំព្រានោះទៀតផងហើយលើកចុងក្រោយដែលគេបានឃើញសត្វខ្លានោះគឺប្រហែលជា4ថ្ងៃមុននៅ Tsurumi ពេលនោះ Dasai ក៏បានសួរទៅកាន់ Atsushi ថាគេនឹងទំនេរដែរឬទេដោយសារតែខ្លានោះគឺតែងតែតាម Atsushi អញ្ចឹង Dasai គឺចង់យក Atsushi នឹងធ្វើជានុយដើម្បីបញ្ឆោតឲ្យខ្លានោះចេញមកពេលនោះ Dasai ក៏បានហុចកតាមួយទៅកាន់ Kunikida ឲ្យយកទៅឲ្យ President ដំបូងនឹង Atsushi មិនព្រមទេខ្លាចសត្វខ្លានឹងមកស៊ីខ្លួនតែក្រោយពីបានដឹងថាគេនឹងទទួលបានរង្វាន់នឹងគេក៏បានយល់ព្រមភ្លាមមកដល់ឃ្លាំងមួយកន្លែងយើងគឺឃើញមាន Dasai ជាមួយនឹង Atsushi កំពុងតែនៅទីនោះໄວចាំសត្វខ្លាហើយពេលនោះ Atsushi ក៏ឃើញថា Dasai កំពុងតែអានសៀវភៅមួយយ៉ាងគេក៏បានសួរទៅកាន់ Dasai ពេលនោះគេកំពុងតែអានសៀវភៅអំពីរបៀបសម្រាប់ខ្លួននឹងហើយសៀវភៅនឹង Dasai នឹងអានចប់ច្រើនដងទៅហើយគេនឹងថែមទាំងធ្វើតាមសៀវភៅនឹងទៀតផងក៏ប៉ុន្តែនឹងវាអត់បានជោគជ័យសោះ Atsushi នឹងមើលទៅដូចជាមនុស្សដែលឆាប់ខ្លាចគេខ្លាំងណាស់ហើយពេលនោះគេក៏បានសម័យទៅកាន់អតីតកាលនៅមណ្ឌលកំព្រាឃើញថាមានមនុស្សគ្រប់គ្នានឹងហៅគាត់ថាជាមនុស្សមិនបានការតែនិយាយដាក់គាត់ថាគាត់នឹងមិនអាចរកកន្លែងដែរសម្រងជាមួយនឹងខ្លួនបានឡើយ Sushi ពេលនោះគឺបាក់ទឹកចិត្តយ៉ាងខ្លាំងហើយគិតថាបើសិនជាត្រូវខ្លាស៊ីនោះក៏ល្អប្រសើរជាងដែរមួយសន្ទុះក្រោយមកយើងគឺឃើញមានថាពពកនឹងក៏បានប្រែហើយដាសៃក៏បាននិយាយថាជិតដល់ពេលវេលាដែលខ្លានោះចេញមកហើយAtsushi ពេលនោះគឺភ័យខ្លាំងណាស់ខ្លាចខ្លានឹងមកស៊ីខ្លួនដាសៃក៏បាននិយាយឡើងថារឿងនេះវាមិនសមហេតុផលតាំងពីដើមឡើងមកម្លេះវាមិនដែលថាមណ្ឌលកំព្រានឹងបណ្ដេញក្មេងចេញនោះទេដោយហេតុថាពួកគេខ្សែធនប៉ុណ្ណឹងហេតុអ្វីបានជាមិនផ្ទេក្មេងនឹងឲ្យទៅមណ្ឌលផ្សេងទៀតទៅបើមិនមែនជាកន្លែងចិញ្ចឹមសត្វនោះមណ្ឌលក្មេងកំព្រានឹងគឺអាចផ្ទេឲ្យក្មេងនឹងទៅមណ្ឌលដទៃទៀតបានតា
ពេលនោះអាត់ស៊ូស៊ីនឹងមិនយល់ថាតាសៃកំពុងនិយាយអំពីអ្វីនោះទេតាសៃក៏បានបញ្យល់ទៅកាន់អាត់ស៊ូស៊ីថាអាត់ស៊ូស៊ីនឹងមកដល់ទីក្រុងប្រហែលជា2អាទិត្យមុនហើយខ្លានោះក៏បង្ហាញខ្លួនប្រហែលជា2អាទិត្យមុនដែរស៊ូស៊ីនៅតំបន់សូរ៉ូមី4ថ្ងៃមុនហើយខ្លានោះក៏នៅទីនោះប្រហែលជា4ថ្ងៃមុនដែរតាសៃក៏បានរំលឹកទៅកាន់ពាក្យធូនីគីដាថាក្រុមស៊ើបអង្កេតរបស់ពួកគេនឹងគឺសុទ្ធតែមាន power រៀងៗខ្លួនអ្នកខ្លះនឹងប្រើ power របស់គេដើម្បីភាពជោគជ័យរបស់គេអ្នកខ្លះនឹងប្រើនៅក្នុងរឿងអាក្រក់មិនទាន់បានចាប់អ្វីផងអាត់ស៊ូស៊ីក៏បានប្រែខ្លួនខ្លាយទៅជាសត្វខ្លាបាត់ទៅតែអាត់ស៊ូស៊ីនឹងមានសមត្ថភាពប្រែខ្លួនទៅជាសត្វខ្លានៅពេលដែលច័ន្ទពេញបូរមីហើយគេក៏បានវាយប្រហារទៅកាន់តាសៃប៉ុន្តែមិនបានសម្លាប់តាសៃនោះទេដោយសារតែតាសៃគឺមាន ability no longer human ហើយ ability របស់តាសៃនឹងគឺធ្វើឲ្យសមត្ថភាពរបស់អ្នកដទៃនឹងខ្លាយជាមោឃៈដោយត្រឹមតែការប៉ះមួយនៅពេលដែលវាយគ្នាអស់រយៈពេលមួយសន្ទុះក្រោយមកអាស៊ូស៊ីក៏បានប្រែក្លាយទៅជាមនុស្សវិញក្រោយមកគូនីគីដាក៏បានមកដល់ឃ្លាំងនឹងដោយសារតែតាសៃនឹងគឺបានឲ្យសារនៅក្នុងกระดาษនឹងទៅឲ្យ president ហើយយើងក៏បានឃើញតួអង្គ3នាក់ថ្មីទៀតចូលមកដែលពួកគេនឹងគឺជាក្រុមស៊ើបអង្កេតជាមួយនឹងតាសៃហើយគូនីគីដានឹងឯងឃើញម្នាក់ស្រីនេះមានឈ្មោះថាយូសាណាអាគីកូដែលនាងនឹងគឺមានសមត្ថភាពដែលអាចជួយព្យាបាលគេគ្រប់គ្នាហើយតួអង្គម្នាក់នេះគឺជាតួអង្គដែល admin ឆ្លាញ់ខ្លាំងជាងគេដែលមានឈ្មោះថា Edogawa Rampo ហើយគេនឹងមានសមត្ថភាពខ្លាំងនៅក្នុងការស៊ើបក្តីក្មេងប្រុសម្នាក់នេះនឹងគឺមានឈ្មោះថា Miyazawa Kenshi តែសមត្ថភាពរបស់គេនឹងគឺមានឈ្មោះថា Binot ដែលចាញ់នៅក្រោមដំណក់ទឹកភ្លៀងដែលសមត្ថភាពរបស់គុនីគីដានឹងគឺមានឈ្មោះថា Papa Poet ហើយក្រោយពីនឹងមកតាសៃក៏បានសម្រេចចិត្តនាំយកអាត់ស៊ូស៊ីនឹងក្លាយទៅជាប៉ូលីសស៊ើបអង្កេតដូចជាពួកគេដែរបន្ទាប់ក្រោយមកអាត់ស៊ូស៊ីក៏បានងើបឡើងហើយក៏ដឹងថាខ្លួននឹងគឺជាសត្វខ្លានោះពីថ្ងៃនោះមកអាត់ស៊ូស៊ីក៏បានក្លាយជាអ្នកស៊ើបអង្កេតនៅក្នុងក្រុមរបស់តាសៃនោះទៅចឹងហើយការសម្រេចសាច់រឿងអេពីសូតទី1របស់ Bangu Stray Dog នឹងក៏បានបញ្ចប់អរគុណអ្នកនរដែលបានស្ដាប់នៅការសម្រេចសាច់រឿងរបស់ admin ប្រសិនបើចូលចិត្តនៅការសម្រេចសាច់រឿងមួយនេះសូមកុំភ្លេចចុច like ហើយ subscribe admin ផងណាអរគុណ